តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះពេលផ្កាយបេតាលីជូសផ្ទុះជា Supernova បេតាលីជូសមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើងប្រហែលពី10ដងទៅ15ដងហើយបើទោះជាវាទើបនឹងមានអាយុត្រឹមប្រមាណជា10លានឆ្នាំក៏ប៉ុន្តែបេតាលីជូសកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតដែលអាចនឹងត្រូវផ្ទុះទៅជា Supernova បានគ្រប់ពេលទាំងអស់នៅពេលដែលផ្កាយបេតាលីជូសត្រូវផ្ទុះទៅជា Supernova តើភពផែនដីអាចនឹងត្រូវរងនូវផលប៉ះពាល់អ្វីខ្លះនៅក្នុងចក្រវាឡរបស់យើងនេះក្រៅពីបន្ទុះ Big Bang និងបន្ទុះកាំរស្មី Gamma ដែលគេហៅជាភាសាអង់គ្លេសថា Gamma Ray Burst Supernova គឺជាការផ្ទុះដ៏ខ្លាំងបំផុតមួយគឺខ្លាំងជាងគ្រប់អ្វីៗផ្សេងទៀតទាំងអស់ដែលមនុស្សយើងធ្លាប់ស្គាល់នៅពេលដែលផ្កាយមកផ្ទុះទៅជា Supernova វាបញ្ចេញពន្លឺភ្លឺខ្លាំងជាង Galaxy មួយទាំងមូលទៅទៀតហើយកម្លាំងផ្ទុះរបស់វាអាចធ្វើឲ្យសារធាតុដែលនៅស្រទាប់ខាងក្រៅរបស់ផ្កាយត្រូវសាយភាយចេញទៅក្រៅកាត់តាមលំហអវកាសក្នុងល្បឿនរហូតដល់ទៅប្រមាណពី 15,000 ទៅ 40,000 គីឡូម៉ែត្រក្នុងមួយវិនាទីពលគឺរហូតដល់ទៅជាង 10% ឯណោះនៃល្បឿនរបស់ពន្លឺគិតមកទល់នឹងសប្តាហ៍ថ្ងៃនេះអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា Supernova ដែលកើតឡើងនៅក្នុងចម្ងាយត្រឹមប្រមាណជា50ឆ្នាំពន្លឺពីយើងវាអាចនឹងធ្វើឲ្យស្រទាប់បរិយាកាសជុំវិញភពផែនដីរបស់យើងនេះត្រូវបាត់បង់ទាំងស្រុងហើយជីវិតរបស់មនុស្សយើងក៏ដូចជាគ្រប់ភារៈរូបផ្សេងទៀតនៅលើភពផែនដីរបស់យើងនេះអាចនឹងត្រូវស្លាប់ផុតពូជទាំងអស់ការសិក្សាខ្លះបង្ហាញថាផលប៉ះពាល់ដល់ជីវិតដោយសារបាតុភូត Supernova អាចកើតឡើងរហូតដល់ទៅចម្ងាយប្រមាណជា150ឆ្នាំពន្លឺឯណោះទោះជាយ៉ាងណាផ្កាយបេតាលីជូសស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា650ឆ្នាំទៅ700ឆ្នាំពន្លឺឯណោះពីភពផែនដីរបស់យើងដូច្នេះនៅពេលដែលបេតាលីជូសផ្ទុះទៅជា Supernova វានឹងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតលើភពផែនដីរបស់យើងនោះទេក៏ប៉ុន្តែគេរំពឹងថាវានឹងបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយនៅលើផ្ទៃមេឃពីព្រោះថានៅពេលដែលបេតាជូសផ្ទុះជា Supernova វានឹងជះពន្លឺដ៏ខ្លាំងដែលយើងអាចមើលឃើញសូម្បីតែនៅពេលថ្ងៃចំណែកនៅពេលយប់វិញពន្លឺ Supernova នេះនឹងត្រូវកើនឡើងបន្តិចម្ដងរហូតអាចនឹងត្រូវភ្លឺប្រហាក់ប្រហែលនឹងព្រះច័ន្ទពេញវង់ដោយវានឹងភ្លឺក្នុងរយៈពេលរហូតដល់ទៅរាប់ខែឯណោះមុននឹងត្រូវថមថយពន្លឺទៅវិញបន្តិចម្ដងរហូតដល់ពេលមួយបេតាលីជូសនឹងត្រូវបាត់ពីផ្ទៃមេឃរបស់យើងជារៀងរហូតអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថាការផ្ទុះជា Supernova របស់ Beta Juice នេះអាចនឹងកើតឡើងនៅក្នុងរយៈពេលប្រមាណជា 10,000 ឆ្នាំទៀតឬក៏វាអាចកើតឡើងនៅថ្ងៃស្អែកឬក៏វាអាចកើតឡើងរួចទៅហើយក៏អាចថាបានគ្រាន់តែយើងមិនទាន់អាចមើលឃើញតែប៉ុណ្ណោះនេះគឺដោយសារតែ Beta Juice ស្ថិតនៅចម្ងាយរហូតដល់ទៅប្រមាណជា700ឆ្នាំពន្លឺពីយើងហើយចាប់ពីពេលផ្ទុះជា Supernova ពន្លឺចេញពី Supernova នេះត្រូវការពេលរហូតដល់ទៅ700ឆ្នាំឯណោះទើបធ្វើដំណើរមកដល់ផែនដីហើយអាចឲ្យយើងមើលឃើញវាបាន